เรื่องสมอกำกันดาวไปព្រះអាទិត្យរៀបអាសង្តត់ដំលះពន្លឺពណ៌មាសស្រាលៗមកលើវាលស្រែដ៏ធំល្វឹងល្វើយនៅភូមិដាច់ស្រយាលមួយនៅក្នុងភូមិនោះមានផ្ទះឈើប្រក់កបឿងចាស់មួយខ្នងដែលជាទីចម្រករបស់គ្រួសារកសិករដ៏ស្លូតបូតគឺតាសុកនិងយាយនីពួកគាត់ជាមនុស្សចិត្តបុណ្យតែងតែជួយអ្នកភូមិនិងខិតខំធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប៉ុន្តែអ្វីដែលជាទុក្ខធំបំផុតរបស់ពួកគាត់គឺកូនប្រុសតែមួយគត់ឈ្មោះស៊ីច័ន្ទជាយុវជនដែលមានរូបរាងសង្ហាប៉ុន្តែមានចិត្តគណិតខូខៅនិងមិនចេះគិតគេមិនដែលជួយការងារឪពុកម្ដាយឡើយថ្ងៃគិតតែពីដើរលេងបនប្រព្រឹត្តល្បែងស៊ីសងនិងផឹកស្រាជាមួយមិត្តភក្តិអន្តពាលនៅផ្ទះជាប់របងគ្នាមាននារីម្នាក់ឈ្មោះរុក្សាជាក្មេងស្រីកំប្រាឪពុករស់នៅជាមួយម្ដាយចាស់នាងមានចរិតស្លូតបូតឧស្សាហ៍ព្យាយាមនិងតែងតែគោរពស្រឡាញ់តាសុកនិងយាយនីដូចជាឪពុកម្ដាយបង្កើតថ្ងៃមួយស៊ីច័ន្ទត្រឡប់មកផ្ទះវិញក្នុងស្ថានភាពស្រវឹងជោគចាមគេទាត់ទ្វាររបងឬសូកដាំងធ្វើឲ្យយាយនីដែលកំពុងដាំបាយនៅផ្ទះបាយភ្ញាក់ព្រឺតម៉ែយកលុយក្រោយឈាមខ្ញុំត្រូវការលុយទៅសងគេស៊ីច័ន្ទស្រែកកំហកកូនអើយម៉ែគ្មានលុយទេស្រូវយើងមិនតាន់បានច្រូតផងយាយនីឆ្លើយទាំងសំឡេងញ័រកុំមកកុហកខ្ញុំដឹងថាម៉ែមេលាក់ទុករុក្សាដែលកំពុងបោស្លឹកឈើនៅមុខផ្ទះបានឃើញហេតុការណ៍នោះនាងរត់ទៅខាត់ឆ្លាយបងស៊ីច័ន្ទបងកុំធ្វើបាបអ៊ំអីគាត់ចាស់ហើយបងគួរតែចេះអាណិតគាត់ខ្លះស៊ីច័ន្ទរុញរុក្សាឲ្យដួលទៅលើដីនាងកុំមកចេះនេះជារឿងគ្រួសារអញមួយសប្តាហ៍ក្រោយមកបំណុលលបែងរបស់ស៊ីច័ន្ទកាន់តែវ៉ាន់កពូកអ្នកទាបំណុលបានមកគំរាមកំហែងដល់ផ្ទះក្នុងចិត្តរបស់ស៊ីច័ន្ទពេលនោះគឺងងឹតសូនឆងគ្មានសល់មនុស្សការជាមនុស្សទៀតឡើយគេដឹងថាឪពុករបស់គេមានទុកប្លង់ដីស្រែនៅក្នុងហឹបឈើមួយរាត្រីនោះមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងផ្គរលុនលឺសូកងរំពើងដូចជាការព្រមប្រមានរបស់ធម្មជាតិស៊ីច័ន្ទលោបចូលក្នុងបន្ទប់របស់ឪពុកម្ដាយគេព្យាយាមកោះហឹបយកប្លង់ដីប៉ុន្តែតាសុកស្ទុទូចាប់អាច័ន្ទអញធ្វើអីអញចង់លួកដីគេដូនតាដើម្បីយកទៅលេងល្បែងមែនទេតាសុកស្ទុទូចាប់ដៃកូនលេងឲ្យខ្ញុំត្រូវការវាស៊ីច័ន្ទរើប្រំរាស់ក្នុងភាពប្រតែយប្រទាបគ្នាស៊ីច័ន្ទដែលគ្របដណ្ដប់ដែលកំហឹងនឹងភាពភ័យខ្លាចចំពោះបំណុលបានទាញយកកម្មវិធីដែលនៅក្បែរនោះឈប់ទៅកូនយាយនីស្រែកអញវ៉ប៉ុន្តែអ្វីហួសពេលទៅហើយផ្លេកបន្ទោមួយឆ្វាចបានបំលឺឲ្យឃើញឈាមស្រស់ហូរពេញប្រមាលផ្ទះស៊ីច័ន្ទបានសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនឯងក្នុងមួយពព្រិចផ្លេកសំឡេងភ្លៀងបានលុបបំបត្តិសំឡេងស្រែករបស់ពួកគាត់ស៊ីច័ន្ទឈរញ័រដៃកម្មវិធីធ្លាក់ពីដៃគេមិនបានមានអារម្មណ៍សោកស្ដាយភ្លាមទេប៉ុន្តែគឺការភ័យខ្លាចគេប្រមូលយកប្លង់ដីនិងលុយមួយចំនួនរួចរត់គេសចេញពីផ្ទះកាត់ដំណក់ទឹកភ្លៀងចូលទៅក្នុងភាពងងឹតព្រឹកឡើងរុក្សាបានមកផ្ទះតាសុកតែអ្វីដែលនាងឃើញគឺសាកសពរបស់មនុស្សដែលនាងគោរពស្រឡាញ់នាងស្រែកយំរហូតសន្លប់អ្នកភូមិនិងប៉ូលីសក៏បានមកដល់ប៉ុន្តែដោយសារយប់នោះព្រៀងខ្លាំងភ័ស្តុតាងទីច្រើនត្រូវបានលាងចម្រាស់ស៊ីច័ន្ទបានរត់គេសខ្លួនបាត់ស្រមោលទៅកាន់តំបន់ព្រំដែនដាច់ស្រយាលមួយដែលគ្មាននរណាស្គាល់គេប៉ូលីសតាមរកស៊ីច័ន្ទអស់រយៈពេលជាច្រើនខែប៉ុន្តែដោយសារសម័យនោះបច្ចេកវិទ្យានៅមានកម្រិតហើយស៊ីច័ន្ទបានផ្លាស់ប្ដូរឈ្មោះនិងរូបរាងទើបការតាមចាប់ខ្លួនត្រូវបរាជ័យសំណុំរឿងនេះក៏ស្ងប់ស្ងាត់តូម្ដងបន្តិចស៊ីច័ន្ទឬបានទៅរស់នៅខេត្តមួយនៅប៉ែកឦសានគេបដូរឈ្មោះទៅជាវិបុលដោយប្រើប្រាស់លុយដែលលួចមកនឹងលក់ប្លង់ដីតាមរយៈឈ្មួញខុសច្បាប់គេបានចាប់ផ្ដើមរកស៊ីឈើនិងដីពីមួយឆ្នាំទៅមួយឆ្នាំវិបុលក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិម្នាក់នៅក្នុងតំបន់នោះគេមានផ្ទះធំមានឡានជិះនិងមានអ្នកបម្រើឆ្វេងស្ដាំអ្នកផងមើលមកគេឃើញថាគេជាមនុស្សជោគជ័យប៉ុន្តែគ្មាននរណាដឹងថាពីក្រោយភាពហ៊ឺហានោះគឺជានិរោធអវិជ្ជាទោះបីជាប៉ូលីសតាមមិនឃើញប៉ុន្តែច្បាប់កម្មមិនដែលដេកលក់ឡើយស៊ីច័ន្ទនៅឬវិបុលមិនដែលបានដេកលក់ស្រួលសូម្បីដែលមួយយប់រាល់ពេលដែលគេបិទភ្នែកគេតែងតែឃើញរូបមុខឪពុកម្ដាយដែលសុទ្ធតែឈាមសម្លឹងមកគេដោយក្រសែភ្នែកឈឺចាប់កូនណាស់អើយហេតុអ្វីដែរ
សំឡេងនេះតែងតែបន្លឺនៅក្នុងត្រចៀកគេคล้ายទៅជាមនុស្សឆាប់ខឹងឆាវឆាវនិងសង្ស័យច្រើនគេคล้ายគ្រប់គ្នាគេមិនហ៊ានមានប្រពន្ធកូនទេព្រោះคล้ายថ្ងៃណាមួយប្រពន្ធកូននឹងដឹងការពិតឬក៏កូននឹងសម្លាប់គេវិញដោយដែលគេធ្លាប់ធ្វើជីវិតរបស់គេពោពេញទៅដោយភាពឯកកោគេផឹកស្រាដើម្បីបំភ្លេចតែស្រាកាន់តែធ្វើឲ្យរូបភាពទាំងនោះច្បាស់ឡើងថែមទៀត10ឆ្នាំកន្លងផុតរុក្សាដែលធ្លាប់តែជាក្មេងស្រីស្លូតបូតឥឡូវបានក្លាយទៅជាគ្រូបង្រៀនម្នាក់នាងបានផ្លាស់មកបង្រៀននៅស្រុកដែលស៊ីច័ន្ទកំពុងរស់នៅដោយមិនដឹងថាឃាតករដែលនាងស្អប់ខ្ពើមបំផុតនៅទីនេះទេថ្ងៃមួយនៅពិធីបុណ្យឆ្លងសាលារៀនថ្មីរុក្សាបានជួបនឹងសប្បុរសជនដែលបានជួយសាងសង់សាលានោះគឺលោកវិបុលគ្រាន់តែឃើញមុខភ្លាមរុក្សារកម្មចិត្តទោះបីស៊ីច័ន្ទមានពុកមាត់និងមើលទៅចាស់ជាងមុនប៉ុន្តែក្រសែភ្នែកនិងស្លាកស្មានមើលនៅកដៃដែលដួលកាលពីក្មេងធ្វើឲ្យរុក្សាចងចាំច្បាស់ស៊ីច័ន្ទក៏ចំណាំរុក្សាបានដែរគេស្លន់ពលូកគេព្យាយាមគេចមុខប៉ុន្តែចិត្តមួយប្រាប់ថាបើនាងនៅរស់នាងអាចនឹងផ្ទឹងប៉ូលីសស៊ីច័ន្ទចាប់ផ្ដើមគិតផែនការកម្ចាត់រុក្សាដើម្បីបំពិតមាត់ប៉ុន្តែនៅយប់ដែលគេបំរុងនឹងធ្វើសកម្មភាពជំងឺដោយចម្លែកមួយបានវាប្រហារគេរាងកាយរបស់ស៊ីច័ន្ទចាប់ផ្ដើមមានដំបៅរលួយដោយមិនមានមូលហេតុស្បែករបស់គេក្តៅដូចភ្លើងគ្រូពេទ្យមិនអាចរកឃើញរោគវិនិច្ឆ័យបានគេដេកស្រែកធ្ងន់នៅលើគ្រែពេទ្យដ៏ទំនើបប៉ុន្តែគ្មានថ្នាំណាអាចព្យាបាលការឈឺចាប់នេះបានឡើយរុក្សាបានដំណឹងថាសប្បុរសជនសាលាឈឺធ្ងន់នាងក៏ទៅសួរសុខទុក្ខតាមទម្លាប់អ្នកស្រុកពេលចូលដល់ក្នុងបន្ទប់នាងឃើញស៊ីច័ន្ទមានសុភាពស្គាំស្កាងភ្នែករងជ្រៅមើលទៅគួរឲ្យសង្វេគជាងសត្វទៅទៀតបងស៊ីច័ន្ទរុក្សាហៅឈ្មោះដើមរបស់គេតិចស៊ីច័ន្ទងាកមកមើលទាំងទឹកភ្នែកហូររុក្សាជួយបងផងម៉ែនិងពុកកំពុងឈរនៅចុងជើងបងហើយពួកគាត់កំពុងដកយកប្លង់ដីវិញក្តៅណាស់ស៊ីច័ន្ទរវារវាយដូចមនុស្សឈួតគេសារភាពរឿងគ្រប់យ៉ាងប្រាប់រុក្សានិងអ្នកដែលនៅទីនោះប៉ុន្តែគ្មាននរណាអាចជួយអ្វីបានប៉ូលីសគ្មានដណ្ដាប់ចាប់គេទេព្រោះគេកំពុងជាប់គុកនៅក្នុងរាងកាយខ្លួនឯង3ថ្ងៃក្រោយមកស៊ីច័ន្ទបានស្លាប់នៅក្នុងភាពឈឺចាប់និងឯកកោបំផុតទ្រព្យសម្បត្តិដែលគេមានត្រូវបានគេបោកប្រាស់យកអស់ក្នុងអំឡុងពេលគេឈឺនិងផ្នែកដែលសល់ត្រូវបានបរិច្ចាគទៅវត្តអារាមដើម្បីឧទ្ទិសកុសលសាកសពរបស់គេគ្មានសាច់ញាតិណាទទួលយកទៅធ្វើបុណ្យឡើយរុក្សាដោយក្តីមេត្តានៅនាមជាមនុស្សធម៌និងជាអតីតអ្នកជិតខាងបានជួយចាត់ចែងបូជាសពគេយ៉ាងសាមញ្ញនៅពេលដែលភ្លើងបូជាឆេះសន្ធើសន្ធររុក្សាសម្លឹងមើលទៅអណ្ដោតភ្លើងហើយនឹកឃើញដល់ពាក្យចាស់ថាសំណាញ់ច្បាប់មិនអាចមានចន្លោះប្រហោងបានប៉ុន្តែសំណាញ់កម្មមិនដែលរំលងនរណាឡើយបន្ទាប់ពីបុណ្យសពរបស់ស៊ីច័ន្ទបានធ្វើបញ្ចប់ទៅហើយរុក្សាបានត្រឡប់មកបង្រៀនសិស្សដោយធម្មតាប៉ុន្តែមានរឿងមួយមិនធម្មតាអស់រយៈពេល7ថ្ងៃជាប់គ្នារុក្សាតែងតែយល់សុបិនរឿងដែលក្នុងសុបិននោះនាងឃើញខ្លួនឯងកំពុងឈរនៅមុខផ្ទះចាស់របស់តាសុកនិងយាយនីដែលត្រូវបានទុកចោលឲ្យកណ្ដៀស៊ីនិងស្មៅដុសជំខិតមេឃងងឹតឈុងមានតែសម្លេងសត្វទេទទួលយំស្រាប់តែមានស្រមោលខ្មៅមួយអង្គុយយំនៅក្រោមដើមខ្នុរក្រោយផ្ទះស្រមោលនោះគឺស៊ីច័ន្ទក្នុងសុបិនមានរូបរាងគួរឲ្យខ្លាចសាច់រលួយប៉ុន្តែភ្នែកពោពេញទៅដោយការអង្វរគេចង្អុលទៅដីក្បែរគល់ខ្នុរហើយនិយាយដោយសំឡេងស្អែកថារុក្សាជួយផងរបស់នោះនៅទីនោះយកវាទៅធ្វើបុណ្យទើបម៉ែពុកអាចទៅចាប់ជាតិបានរាល់ពេលដែលរុក្សាចង់សួរថាជារបស់អ្វីនាងតែងតែភ្ញាក់ដឹងខ្លួនឡើងដោយបែកញើសជោគស្ួតដោយមិនអាចទ្រាំនឹងសុបិននេះនិងដោយចិត្តសង្ស័យរុក្សាសម្រេចចិត្តសុំច្បាប់សាលា3ថ្ងៃដើម្បីធ្វើដំណើរត្រឡប់ទៅភូមិកំណើតវិញពេលទៅដល់ភូមិស្ថានភាពផ្ទះរបស់តាសុកនិងយាយនីពិតជាគួរឲ្យខ្លាចដូចពាក្យចំចាមអារ៉ាមែនអ្នកភូមិមិនហ៊ានដើរកាត់មុខផ្ទះនេះនៅពេលយប់ទេព្រោះគេតែងឮសំឡេងមនុស្សយំនិងសំឡេងអូសហឹបឈើរុក្សាបានពឹងពាក់លោកមេភូមិនិងក្មេងៗប្រុស 3-4 នាក់ឲ្យជួយទៅកាប់ឆ្ការព្រៃនៅបរិវេណផ្ទះនោះនាងដើរសម្ដៅទៅរកដើមខ្នុរដ៏ធំនៅក្រោយផ្ទះដែលដូចក្នុងសុបិនបែបពិតជាកន្លែងនេះឲ្យខ្ញុំមិនទេទៅរុក្សាប្រាប់ទៅអ្នកជួយ
ដីនៅត្រង់នោះរឹងណាស់ហាក់ដូចជាមិនដែលបានប៉ះពាល់យូរឆ្នាំប៉ុន្តែបន្ទាប់ពីជីកបានចម្រៅប្រហែលកន្លះម៉ែត្រចបជីកក៏បានប៉ះវត្ថុរឹងមួយក្តឹងពួកគេបានគាស់យកហឹបដែកតូងមួយដែលជ្រែកចាប់ចិត្តចិនមកដៃរបស់រូបសាញតិចៗនៅគេដែលនាងបើកគម្របហឹបនោះក្លិនដីភាយឡើងមកក្នុងហឹបនោះមិនមែនជាមាសប្រាក់ទេតែជាកញ្ចប់ក្រណាត់សមួយនិងសៀវភៅកំណត់ឌីតេលចាស់មួយក្បាលពាក្យស្រ័យកញ្ចប់ក្រណាត់សរុក្សាស្រឡាំងកាំងវាគឺជាគ្រឿងអលង្ការមាសរបស់យាយនីនិងនាឡិកាដៃរបស់តាសុកដែលបាត់នៅយុគឃាតកម្មរីឯនៅក្នុងសៀវភៅកំណត់ឌីតេលនេះមានអក្សររបស់ស៊ីច័ន្ទសរសេរដោយដៃញ័រនៅទំព័រចុងក្រោយទំនងជាគេសរសេរក្រោយពេលរត់គេសបានមួយរយៈមុនពេលចិត្តរបស់គេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតទាំងស្រុង